ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងវីដេអូនេះខ្ញុំបង្ហាញពីរបៀបភ្ជាប់កាមេរ៉ាពពួក Brand EZV ប្រភេទកាមេរ៉ា 4K ហើយកាមេរ៉ា ProSim ពុកម៉ែបងប្អូនវីដេអូមុនខ្ញុំបានបង្ហាញពីរបៀបបង្កើត account ហើយអញ្ចឹងវគ្គនេះគឺខ្ញុំបង្ហាញតែរបៀបភ្ជាប់ចូលកាមេរ៉ានឹងតែម្ដងចូលមកទូរស័ព្ទដៃអញ្ចឹងពុកម៉ែបងប្អូនដាក់ SIM ចូលហើយទៅ SIM នេះយើងមានអ៊ីនធឺណិតមានហើយនៅក្នុងកាមេរ៉ាហ្នឹងទៅបន្ទាប់មកយើងបើកចូលក្នុង app របស់ EZV របស់យើងនេះអញ្ចឹងយើងចូលទៅក្នុង app ទាំងអស់គ្នាអញ្ចឹង app របស់យើងចាប់ដើមចូលទៅហើយពេលដែលយើងបើក app មកចេញបែបនេះដោយសារហេតុអីបានចេញបែបហ្នឹងដោយសារយើងបង្កើត account ហើយនេះ account ដែលយើងបង្កើតមិញយើងចុចកន្លែងនេះមកនេះ account ដែលយើងកើតហើយមានលេខទូរស័ព្ទមានអីដែលយើងកើតហើយនៅក្នុងវីដេអូវគ្គមុនណាអញ្ចឹងពេលដែលយើងមាន account ហើយពេលយើងបើកមកវាចេញឲ្យយើងចុច add device ចេះហ្មងអញ្ចឹងយើងចាប់ដើមធ្វើគឺយើងចុចកន្លែង add device ហ្នឹងមកពេលដែលយើងចុចកន្លែង add device ហើយយើងមិនបាច់រើសអីទេខាងក្រោមនេះយើងមើលទៅលើ QR code នៅជ្រុងខាងលើខាងស្ដាំនេះអញ្ចឹងយើងចុចកន្លែង scan ហ្នឹងមកយើងចុចកន្លែង scan ហ្នឹងមកចុចមកចុចលើមកពេលយើងចុច scan ហើយយើងយកទៅ scan QR code កន្លែងនេះចុចលើមកពេលដែលយើងចុច scan យើង scan QR code នៅលើគូកាមេរ៉ានេះ QR code នេះយើងចុច scan មកចុចលើទៀតមកអូខេពេលដែលយើង scan ហើយវានឹង load កាមេរ៉ាឲ្យយើងអញ្ចឹងយើងចុចពាក្យ add មកអូខេពេលយើងចុច add ហើយកាមេរ៉ាយើងវា load ដល់ចំណុចនេះអញ្ចឹងចំណុចនេះយើងមើលមកកន្លែង device QR code ហ្នឹងយើងចុច save ទុកបានតែ save QR code ទុកអូខេហើយកន្លែងនេះកន្លែងដែលយើងរើសមកកន្លែងគេដាក់ device time នេះកន្លែង time zone ហ្នឹងយើងអត់យកបូក7អីគេ Gran Noya ស្អីហ្នឹងអត់ទេវាខុសជាមួយនឹងម៉ោងខ្មែរយើងទេអញ្ចឹងយើងចុចលើ time zone មកហើយយើងមករើសពាក្យថាបូក7បាងកកហាណូយកាតាអានេះគឺម៉ោងត្រូវគ្នាជាមួយនឹងម៉ោងខ្មែរយើងចុចកន្លែងហ្នឹងមកហើយកន្លែង date format នេះយើងចង់យកព្រោះធម្មតានៅយើងរាប់ថ្ងៃទីហើយបានខែបានឆ្នាំយើងយក DD MM Y មកអូខេពេលដែលយើងរើសប៉ុណ្ណឹងហើយអស់ time zone យើងរើសឲ្យអស់ហើយអញ្ចឹងយើងចុច next បន្តអូខេពេលយើងចុច next បន្តវាចូលមកដល់នេះវាដាក់ថា change inscription password inscription password ហ្នឹងឬក៏យើងហៅវាស្រួលចាំគេហៅថា verification code code នេះគឺសំខាន់នៅពេលណា code នេះគឺសំខាន់នៅពេលដែលយើងដាក់ទូរស័ព្ទផ្សេងវានឹងទាមទារលេខ code ហ្នឹងហើយទាមទារ verification code ហ្នឹងណាវាជា code security ទី2អញ្ចឹងយើងដាក់យើងដាក់អីក៏បានដែរសំខាន់ឲ្យតែស្រួលចាំហើយលេខចាប់ពី8ខ្ទង់ឡើងហើយមានអក្សរធំលាយជាមួយនឹងអក្សរតូចបើអាចដាក់សញ្ញាទេក៏បានដែរយើងធ្វើមកឲ្យងាយស្រួលចាំអញ្ចឹងយើងដាក់មកពេលដែលយើងកន្លែងដាក់ new password ហ្នឹងយើងពេលដែលយើងវាយបញ្ចូល password ខាងលើហើយយើងមើលទៅខាងក្រោមដែលគេដាក់ថា retry your password ហ្នឹងណាកន្លែងហ្នឹងគឺយើងវាយ password ដូចខាងលើដដែលគឺវាយ2ដងដូចគ្នាពេលយើងវាយហើយយើងចុច help modify ខាងក្រោមមកចុច OK ហើយពេលហើយកន្លែងនេះយើងចុច next បន្តទៀតទៅហើយបងប្អូនអត់អីទេយើងចុច next បន្តទៀតទៅកន្លែងយើងចង់ដាក់ឈ្មោះក៏បានអត់ក៏បានណាអញ្ចឹងយើងចុច next បន្តទៅកាមេរ៉ាគឺយើងភ្ជាប់បានជោគជ័យឯងអញ្ចឹងរបៀបភ្ជាប់កាមេរ៉ា 4G Brand EZV គឺមានតែប៉ុណ្ណឹងអរគុណ